ប្រភេទទូចល័តដែលអាចបត់បានមកលើកនេះគឺយើងមានភ្ជាប់ឆាត់ណាហើយស្រាលបងប្អូនអាចលើកទុកដាក់បត់ដឹកជញ្ជូនទៅកន្លែងណាក៏បានដែរណាបាទហើយនេះគឺជារបៀបនៃការដំឡើងប្រភេទទូបត់របស់យើងមួយហ្នឹងសូមបញ្ជាក់តតឹងទូរបស់យើងបាន6ទឹកបដោយវា8ទឹកល្មមខ្នាតតូចដែលយើងអាចលក់ដូរបានណាអញ្ចឹងយើងដាក់ថាវាទាំងពីរសន្លឹកនឹងមករាល់ថាយើងមានបងលេខឲ្យហើយគឺយើងដាក់កលឹះវាមកណាហើយសម្រាប់ទូដែលមានភ្ជាប់ឆាត់គឺយើងដាក់ឆាត់វាមកណាគឺដងឆាត់គឺយើងចាប់ជាប់ជាមួយទូតែម្ដងអត់ប្រើជើងស៊ីម៉ង់ទេណាគឺរុញទៅទាំងឆាត់តែម្ដងហើយនេះនៅការដែលយើងកលាស់ឆាត់គឺយើងល្វីវាឡើងហើយយើងចង់កលាស់ចុះយើងល្វីចុះមកណាបាទហើយយើងដាក់បង្គោលស្លាកយីហោយើងមកហើយយើងដាក់ស្លាកយីហោទៅតាមម៉ូដឈ្មោះដែលយើងស្រឡាញ់យើងមកណាបាទអញ្ចឹងរួចរាល់បងប្អូនណាបាទយើងអាចលក់ដូរបានហើយមានទូនេះមួយទៅលក់ដូរចល័តកន្លែងណាក៏បានដែរបងប្អូនណាបាទកន្លែងណាមានមនុស្សយើងរុញទៅកន្លែងហ្នឹងនេះដូចបងប្អូនឃើញមកសនំអញ្ចឹងមានឆាត់មានអីភ្ជាប់ជាមួយទូនឹងតែម្ដងបង